សួស្តីសូមស្វាគមន៍មកកាន់យប់ទី10យប់នេះខ្ញុំមិននឹងនិយាយអំពីខ្មោចមិននឹងនិយាយអំពីអាគមនិងមិននឹងនិយាយអំពីអ្វីដែលគេហៅថាអាក្រក់ដោយផ្ទាល់ឡើយនេះជារឿងអំពីរបៀបរស់មួយដែលមនុស្សទាំងភូមិធ្វើដូចគ្នាដោយគ្មាននរណាសួរថាហេតុអ្វីនៅភូមិនោះទ្វារត្រូវតែបើករាល់យប់រាល់ផ្ទះដោយគ្មានករណីលើកលែងហើយយប់មួយមានមនុស្សម្នាក់ដែលមិនដើរតាមរបៀបនោះសូមអញ្ជើញស្ដាប់ខ្ញុំត្រឡប់មកភូមិវិញព្រោះរឿងធម្មតាបំផុតឯកសារដីធ្លីមួយចំនួនដែលត្រូវចុះហត្ថលេខាហើយនឹងត្រួតពិនិត្យឯកសារចាស់នៅសាលាឃុំមិនមែនជារឿងបន្ទាន់មិនមែនជារឿងដែលត្រូវប្រញាប់គ្រាន់តែជារឿងដែលមនុស្សធ្វើនៅពេលគេត្រូវត្រឡប់មកកន្លែងដើមម្ដងខ្លះខ្ញុំមិនបានត្រឡប់មកភូមិនេះជាច្រើនឆ្នាំហើយមិនមែនព្រោះខ្ញុំភ្លេចវាតែព្រោះជីវិតនៅទីក្រុងបង្ខំឲ្យមនុស្សភ្លេចរឿងខ្លះដោយមិនដឹងខ្លួនតែពេលរថយន្តឈប់នៅចុងផ្លូវធូលីហើយខ្ញុំចុះជើងចេញមួយចំនួនអ្នកអារាមចាស់បានត្រឡប់មកវិញភ្លាមក្លិនដីសើមក្លិនឈើចាស់ក្លិនផ្សែងចង្ក្រានផ្លូវនេះតែជាផ្លូវធូលីដដែលផ្ទះឈើនៅតែឈរតាមបណ្ដោយផ្លូវដូចជាមនុស្សចាស់ដែលមិនសូវចង់ផ្លាស់ទីចន្ទាឈើខ្លះមានស្មាមពុកកំរាលឥតមុខផ្ទះខ្លះប្រាក់បន្តិចតែគ្មានអ្វីមើលទៅខុសប្លែកគ្នាវាជាភូមិនៅក្នុងស្គាល់ម្ដាយជាងមកស្វាគមន៍ខណៈថ្ងៃកំពុងរំលងទៅល្ងាចគាត់មើលទៅចាស់ជាងមុនបន្តិចតែសំឡេងនៅតែដូចមុនអ្នកជិតខាងក៏ជិះមកសួរសុខទុក្ខសំណួរដដែលសំឡេងដដែលដូចជាពេលខ្ញុំនៅតូចខ្ញុំមានអារម្មណ៍ថាខ្ញុំមិនបានចាក់ចិនយូរប៉ុន្មានទេពេលថ្ងៃលិចពន្លឺពណ៌ទឹកក្រូចបន្តិចបន្តួចរលាយទៅជាពណ៌ប្រផេះខ្យល់ល្ងាចចាប់ផ្ដើមបក់ស្រាលតាមផ្លូវធូលីខ្ញុំដើរចេញមើលជុំវិញភូមិដែលមិនមានគោលបំណងពិសេសគ្រាន់តែដើរមើលអ្វីដែលខ្ញុំធ្លាប់ស្គាល់នោះហើយជាពេលដែលខ្ញុំចាប់អារម្មណ៍រឿងមួយទ្វារផ្ទះគ្រប់ផ្ទះបើកទូលាយមិនមែនបើកសម្រាប់ខ្យល់ទេមិនមែនបើកបន្តិចបន្តួចបើកតម្រេពីផ្ទះមួយទៅផ្ទះមួយខ្ញុំឈប់ដើរមើលទៅមុខមើលទៅខាងក្រោយផ្ទះខ្លះមានមនុស្សអង្គុយនៅខាងក្នុងធ្វើម្ហូបញ៉ាំបាយនិយាយសើចទ្វារនៅតែបើកផ្ទះខ្លះមានមនុស្សអង្គុយលើជណ្ដាលឬលើកម្រាលអ៊ិតទ្វារនៅតែបើកគ្មានអ្នកណាមើលទៅកង្វល់គ្មានអ្នកណាមើលទៅប្រុងប្រយ័ត្នវាមើលទៅដូចជារឿងធម្មតាណាខ្ញុំសួរម្ដាយយ៉ាងស្រាលម៉ែទ្វារផ្ទះយើងមិនបាត់ទេឬម្ដាយមើលមុខខ្ញុំបន្តិចដូចជាមិនយល់ថាហេតុអ្វីខ្ញុំសួររឿងនោះគាត់ញញឹមស្រាលហើយនិយាយនៅភូមិយើងគេបើកទ្វារយប់យ៉ាងហើយកូនគ្មានការបញ្យល់បន្ថែមគ្មានប្រវត្តិគ្មានពាក្យថាជំនឿឬទម្លាប់បុរាណវាជាការឆ្លើយដូចជាឆ្លើយសំណួរយើងស៊ីបាយអីយប់នេះអ្វីដែលមិនត្រូវការហេតុផលខ្ញុំមិនសួរបន្តមិនមែនព្រោះខ្ញុំយល់តែព្រោះអាកប្បកិរិយារបស់ម្ដាយនិងអ្នកជិតខាងប្រាប់ខ្ញុំថាសំណួរនោះមិនសមរម្យពេលយប់ធ្លាក់ចុះភូមិមិនស្ងាត់ភ្លាមទេសំឡេងមនុស្សនិយាយលេងសំឡេងចានសំឡេងឆ្កែឆ្ងាយនៅតែមានខ្ញុំអង្គុយនៅក្នុងផ្ទះមើលទៅទ្វារដែលបើកទៅផ្លូវងងឹតសះស្លាក់ខ្យល់ចូលមកយឺតធ្វើឲ្យពន្លឺអំពូលក្នុងផ្ទះរំញេបន្តិចខ្ញុំមានអារម្មណ៍ចម្លែកមួយមិនមែនភ័យមិនមែនសុវត្ថិភាពគ្រាន់តែអារម្មណ៍ថាខ្ញុំមិនអាចនៅក្នុងចង្វាក់ដូចអ្នកដទៃដូចជាមនុស្សដែលដើរយឺតជាងមនុស្សអស់ទាំងណាក្នុងជួរមួយពេលដល់ម៉ោងគេងម្ដាយចូលបន្ទប់ខ្ញុំដេកនៅបន្ទប់ខាងមុខជិតទ្វារចេញចូលទ្វារនៅតែបើកខ្ញុំអង្គុយលើគ្រែមើលទៅផ្លូវធូលីងងឹតដែលមិនមានអ្វីពិសេសកើតឡើងតែរាងកាយខ្ញុំមិនស្រួលខ្ញុំឈរឡើងយកដៃទៅបិទទ្វារសំឡេងឈើប៉ះគ្នាស្រាលឮច្បាស់ពេកនៅក្នុងភាពស្ងប់បន្ទាប់មកខ្ញុំចាក់សោសំឡេងក្លាក់ទូចមួយគ្មានអ្នកណាឮក្រៅពីខ្ញុំមិនបានប្រាប់អ្នកណាខ្ញុំមិនបានបញ្យល់ខ្ញុំមិនបានគិតថាវាជារឿងធំខ្ញុំគ្រាន់តែធ្វើអ្វីដែលខ្ញុំតែងធ្វើនៅទីក្រុងបិទទ្វារពេលគេងខ្ញុំដេកចុះសំឡេងភូមិនៅតែធម្មតាតែអារម្មណ៍មួយក្នុងខ្ញុំប្រាប់ថាខ្ញុំកំពុងឈរនៅក្រៅអ្វីមួយដែលអ្នកដទៃទាំងអស់នៅខាងក្នុងមិនមែនដោយចេតនាមិនមែនដោយកម្លាំងចិត្តគ្រាន់តែដោយសារខ្ញុំមិនដើរតាមរបៀបដូចគេហើយយប់នោះវានឹងចាប់ផ្ដើមបង្ហាញថាការខុសជំហានតូចមួយអាចមានន័យធំជាងអ្វីដែលខ្ញុំគិតខ្ញុំភ្ញាក់ឡើងមិនដឹងម៉ោងមិនមែនដោយសារសុបិនអាក្រក់ឬសំឡេងរំខានខ្លាំងទេ
គ្រាន់តែអារម្មណ៍ថាភូមិនៅក្រៅទ្វារមិនដូចមុននៅពេលខ្ញុំបើកទ្វារពន្លឺអំពូលតូចមួយនៅក្នុងបន្ទប់នៅតែភ្លឺដដែលអាកាសស្ងប់ខ្យល់មិនបក់តែមានអ្វីមួយបាត់ទៅសំឡេងធម្មតារបស់យប់ភូមិសត្វកង្កែបដែលធ្លាប់ច្រៀងជាប់គ្នាមិនមានទៀតសំឡេងចង្រិតដែលធ្លាប់ឮដោយខ្យល់ដកដង្ហើមស្ងាត់ខ្ញុំអង្គុយលើគ្រែស្ដាប់ដំបូងខ្ញុំគិតថាវាគ្រាន់តែយប់ជ្រៅជាងធម្មតាតែបន្ទាប់មកមានសំឡេងជើងដើរមិនមែនជើងនៅជិតទ្វារខ្ញុំទេមិនមែនជើងដែលដើរមករកខ្ញុំទេវាជាសំឡេងជើងដើរកាត់ផ្ទះខ្ញុំទៅសំឡេងនោះមកពីខាងឆ្វេងផ្លូវធូលីបន្តទៅខាងស្ដាំឮច្បាស់តែឆ្ងាយគ្រប់គ្រាន់ឲ្យខ្ញុំដឹងថាវាមិនពាក់ព័ន្ធនឹងខ្ញុំវាដូចជាមនុស្សដើរឆ្លងកាត់ផ្ទះខ្ញុំមិនបញ្ឈប់មិនយឺតមិនលឿនខ្ញុំស្ដាប់ដង្ហើមខ្លួនឯងហើយរងចាំសំឡេងនោះឈប់តែវាមិនឈប់វាឆ្លងផ្ទះខ្ញុំហើយបន្តទៅផ្ទះបន្ទាប់មកសំឡេងទ្វារមិនមែនទ្វារខ្ញុំទេទ្វារផ្ទះនៅជិតខាងសំឡេងឈើចាស់ខូចគ្នាអឺតស្រាវដូចជាមនុស្សរុញទ្វារឲ្យបើកកាន់តែទូលាយខ្ញុំចាំបានថាទ្វារនោះបើករួចហើយតែឥឡូវវាបើកបន្ថែមសំឡេងនោះមិនមានការប្រញាប់វាធ្វើដូចជារឿងធម្មតាខ្ញុំស្ដាប់រងចាំសំឡេងមនុស្សនិយាយរងចាំសំឡេងសួររងចាំអ្វីមួយដែលបញ្ជាក់ថាមានមនុស្សនៅទីនោះតែគ្មានអ្វីខាតឡើងសំឡេងជើងបន្តដើរសំឡេងទ្វារបន្តបើកវាមិនមែនជាចលនាដែលមានគោលដៅមួយទេវាដូចជាចលនាដែលកំពុងធ្វើតាមលំដាប់ផ្ទះមួយបន្ទាប់មួយពីផ្ទះមួយដោយមិនខ្វល់ថាមាននរណាសង្កេតឬអត់បន្ទាប់មកខ្ញុំឮសំឡេងមនុស្សនិយាយខ្លីៗពីផ្ទះឆ្ងាយមួយមនុស្សពីរនាក់និយាយគ្នាសំឡេងស្រាលដូចជានិយាយមុនចូលគេងខ្ញុំមិនអាចស្ដាប់ពាក្យបានច្បាស់ទេតែសំឡេងនោះធ្វើឲ្យខ្ញុំស្រួលចិត្តបន្តិចវាជាសំឡេងមនុស្សហើយបន្ទាប់មកវាឈប់មិនមែនឈប់បន្តិចទេឈប់ភ្លាមដូចជាមនុស្សបិទមាត់នៅកណ្ដាលប្រយោគគ្មានសំឡេងបន្តគ្មានសំឡេងដើរចេញគ្មានសំឡេងទ្វារបិទមានតែភាពស្ងាត់ខ្ញុំមានអារម្មណ៍ថាខ្យល់នៅក្នុងបន្ទប់ខ្ញុំកាន់តែធ្ងន់ខ្ញុំចូលជិតទ្វារដោយប្រញាប់ប្រញែងមិនប៉ះសោមិនប៉ះឈើខ្ញុំគ្រាន់តែដាក់ត្រចៀកជិតផ្ទាំងទ្វារសំឡេងជើងមកវិញឆ្ងាយវាឆ្លងផ្ទះផ្សេងវាមិនមកក្រកខ្ញុំចាប់ផ្ដើមយល់រឿងមួយយ៉ាងត្រជាក់ហើយច្បាស់អ្វីកំពុងផ្លាស់ផ្ទីក្នុងភូមិនេះមិនចាប់អារម្មណ៍ចំពោះផ្ទះដែលបិទទ្វារទេវាមិនគោះវាមិនសាកលបងសោវាមិនបង្ខំចូលវាឆ្លងកាត់ដូចជាខ្ញុំមិនងាននៅទីនោះវាលឿនឬយឺតខ្ញុំមិនដឹងតែវាមានចង្វាក់ផ្ទះមួយបន្ទាប់មួយខ្ញុំអង្គុយចុះវិញស្ដាប់រហូតដល់សំឡេងនោះឆ្ងាយបាត់បន្ទាប់មកសំឡេងសត្វឆ្កែពីផ្ទះខាងក្រោយដែលធ្លាប់ឮសំឡេងដកដង្ហើមនិងរំងាដីវាស្ងាត់មិនមែនស្ងាត់ដូចគេងទេស្ងាត់ដូចជាមិនមានបន្ទាប់មកសត្វមួនពីផ្ទះឆ្ងាយដែលធ្លាប់ក្រហាយពេលយប់ស្ងាត់សត្វមួយទៅសត្វមួយមិនមានសំឡេងរអឬភ័យខ្លាចច្រោះគ្រាន់តែបាត់សំឡេងខ្ញុំចាប់ផ្ដើមគិតថាប្រសិនបើខ្ញុំបើកបង្អួចមើលតាមរុនឬបើកទ្វារស្រាលខ្ញុំអាចឃើញអ្វីមួយតែគំនិតនោះមិនធ្វើឲ្យខ្ញុំមានកម្លាំងទេវាធ្វើឲ្យខ្ញុំយល់ថាខ្ញុំមិនត្រូវធ្វើអ្វីទាំងអស់ខ្ញុំស្ថិតនៅក្រៅលំដាប់ហើយលំដាប់នោះមិនមករកខ្ញុំទេយប់នោះបន្តទៅយឺតសំឡេងខ្លះត្រឡប់មកបន្ទាប់មកបាត់ទៅវិញទ្វារខ្លះឮសំឡេងបើកបន្តិចទៀតខ្ញុំមិនដឹងថានរណារុញវាឬវារុញដោយខ្លួនឯងខ្ញុំគ្រាន់តែដឹងថាវាមិនមែនជារឿងចៃដន្យខ្ញុំមិនបានដេកទៀតទេ
ខ្ញុំគ្រាន់តែរងចាំដោយមិនដឹងថាខ្ញុំកំពុងរងចាំអ្វីនៅក្នុងភាពស្ងាត់នោះខ្ញុំចាប់ផ្ដើមយល់ថាយប់នេះមិនមែនជាយប់ដែលមានអ្វីមករកខ្ញុំទេវាជាយប់ដែលភូមិទាំងមូលកំពុងធ្វើអ្វីមួយដោយខ្ញុំមិនចូលរួមហើយការមិនចូលរួមនោះវាអាចជាអ្វីដែលរក្សាខ្ញុំឲ្យនៅរស់ឬអាចជារឿងដែលខ្ញុំបានធ្វើខុសតាំងពីដើមមក ខ្ញុំមិនដឹងថាយប់បានកន្លងទៅប៉ុន្មានម៉ោងទៀតទេពេលវេលាមិនដាវដូចធម្មតាទេវាមិនលឿនមិនយឺតគ្រាន់តែมันមានអារម្មណ៍ថាវាផ្លាស់ទីខ្ញុំអង្គុយលើគ្រែដែលក្នុងប៉ះជញ្ជាំងបង្ឲ្យនៅចិត្តខ្ញុំប៉ុន្តែខ្ញុំមិនមើលជាងក្រៅសំឡេងនៅក្រៅមិនបានបាត់ទៅទាំងស្រុងទេវានៅតែមានតែវាមានចន្លោះវែងដែលมันគួរមាននៅក្នុងភូមិមួយដែលមនុស្សរស់ចិត្តគ្នាបន្ទាប់មកខ្ញុំចាប់ផ្ដើមសង្កេតឃើញអ្វីមួយតូចប៉ុន្តែច្បាស់សំឡេងជើងមិនដូចមុនទៀតទេមុនណាវាឆ្លងផ្ទះមួយទៅផ្ទះមួយដោយចង្វាក់ស្មើគ្នាឥឡូវនេះវាធ្វើអ្វីចម្លែកវាឆ្លងផ្ទះមួយបន្ទាប់មកឈប់មិនមែនឈប់នៅមុខផ្ទះខ្ញុំទេឈប់នៅចន្លោះបន្ទាប់មកវាបន្តទៅផ្ទះបន្ទាប់ទៀតដែលរំលងផ្ទះមួយខ្ញុំចាប់ផ្ដើមរាប់រំចិត្តផ្ទះពូសេងផ្ទះអ៊ំរតផ្ទះខាងក្រោយវារំលងមួយខ្ញុំគិតថាប្រហែលខ្ញុំស្ដាប់ខុសតែបន្ទាប់ពីបន្តិចវាធ្វើដូចគ្នាសំឡេងជើងមកឈប់ហើយបន្តទៅឆ្ងាយដោយមិនឆ្លងគ្រប់ផ្ទះដូចមុនវាមិនមែនជាកំហុសត្រជាវាជាលំនាំដែលខូចបន្ទាប់មកសំឡេងទ្វារបិទមិនមែនបិទពេញលេញសំឡេងផុតស្រាលដូចជាទ្វារត្រូវបានរុញមកវិញបន្តិចហើយឈប់នៅកណ្ដាលខ្ញុំអង្គុយត្រង់ទ្វារបិទនៅភូមិនេះនៅយប់នេះខ្ញុំស្ដាប់បន្តទ្វារនោះមិនបើកវិញមិនបិទបន្តវានៅត្រឹមតែបើកកន្លះវាមិនមែនជារឿងធម្មតាទេវាមិនមែនជាអ្វីដែលគេធ្វើដោយចៃដន្យទេវាដូចជាមនុស្សដែលធ្លាប់ដឹងច្បាស់ថាត្រូវធ្វើអ្វីហើយភ្លេចជំហានមួយនៅកណ្ដាលខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាអ្វីមួយដែលធ្លាប់ដំណើរការល្អកំពុងបរាជ័យមិនមែនបរាជ័យដោយសម្លេងខ្លាំងឬចលាចលទេតែបរាជ័យដោយស្ងាត់ខ្ញុំគិតពីទ្វារខ្ញុំចាក់សោគំនិតមួយចេញមកលៀតលឿនមិនមែនដោយភ័យទេតែដោយតនិយត្តចិត្តតើការចាក់សោទ្វាររបស់ខ្ញុំបានបំផ្លាញអ្វីទេខ្ញុំមិនចង់ទទួលស្គាល់គំនិតនោះទេវាហាក់ដូចជាការបង្កើតខ្លួនឯងជាមជ្ឈដ្ឋាននៃអ្វីមួយធំជាងខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលត្រឡប់មកយប់មួយវាមិនគួរមានអត្ថន័យអ្វីតែសម្លេងនៅក្រៅមិនអនុញ្ញាតឲ្យខ្ញុំបដិសេធសម្លេងជើងមកវិញលើកនេះយឺតជាងមុនវាឆ្លងផ្ទះពីរហើយឈប់យូរខ្ញុំអង្គុយស្ងៀមមិនដកដង្ហើមជ្រៅបន្ទាប់មកវាបន្តទៅខាងក្រោយមិនមែនទៅមុខដូចមុនទេលំនាំបានបំបែកខ្ញុំចាប់ផ្ដើមយល់ថាអ្វីដែលកំពុងផ្លាស់ផ្ទីនៅកូនភូមិនេះមិនមែនជាអ្វីដែលស្វែងរកជនរងគ្រោះទេវាជាអ្វីដែលធ្វើតាមប្រព័ន្ធមួយហើយប្រព័ន្ធនោះត្រូវការភាពដូចគ្នាទ្វារត្រូវបានបើកទាំងអស់ចង្វាក់ត្រូវដូចគ្នាទាំងភូមិខ្ញុំមិនបានចូលរួមខ្ញុំមិនមានអារម្មណ៍ថាវាកំពុងខឹងទេខ្ញុំមិនមានអារម្មណ៍ថាវាកំពុងស្វែងរកខ្ញុំទេវាមានអារម្មណ៍ថាវាស្ទាក់ស្ទើរដូចជាម៉ាស៊ីនមួយដែលបាត់ធ្មេញកង់តូចមួយវានៅតែដំណើរការតែវាមិនស្អាតដូចមុនទៀតទេខ្ញុំគិតថាប្រសិនបើខ្ញុំបើកទ្វារឥឡូវនេះប្រសិនបើខ្ញុំត្រឡប់ចូលទៅកាន់ចង្វាក់អ្វីប្រហែលធម្មតាវិញតែគំនិតនោះមិនផ្ដល់នៃសេចក្តីសុខទេវាធ្វើឲ្យខ្ញុំយល់ថាខ្ញុំមិនគួរចលនាខ្ញុំស្ថិតនៅចន្លោះក្រៅប្រព័ន្ធហើយប្រព័ន្ធនោះកំពុងបរាជ័យដោយខ្លួនវាឯងសំឡេងទ្វារបើកកន្លាក់នៅឆ្ងាយនៅតែលីកស្រាលពេលខ្យល់ប៉ះសំឡេងជើងមកបាត់បន្តបាត់គ្មានលំនាំច្បាស់ខ្ញុំដឹងហើយយប់នេះមិនមែនជាយប់ដែលអ្វីមួយចង់មករកខ្ញុំនេះវាជាយប់ដែលអ្វីមួយមិនដឹងថាត្រូវធ្វើអ្វីបន្តទៀតខ្ញុំស្ថិតស្ងៀមរហូតដល់ពន្លឺស្រាលចូលតាមរន្ធមឹងឲ្យគ្មានសំឡេងចុងក្រោយគ្មានការបញ្ចប់ច្បាស់យប់មិនបានបញ្ចប់ទេវាគ្រាន់តែឈប់ផ្លាស់ទីហើយនៅពេលព្រឹកចាប់ផ្ដើម
ខ្ញុំដឹងរឿងមួយច្បាស់ការបិទទ្វាររបស់ខ្ញុំមិនបានបង្កគ្រោះថ្នាក់ភ្លាមទេវាធ្វើអ្វីអាក្រក់ជាងហ្នឹងវាបានបង្ហាញថាប្រព័ន្ធដែលគ្រប់គ្នាពឹងផ្អែកអាចខូចបាន ពន្លឺព្រឹកមកដល់ដោយមិនមានសញ្ញាភ្ញាក់ព្រឿងមិនមានសំឡេងមែនរះមិនមានសំឡេងមនុស្សហៅគ្នាពន្លឺគ្រាន់តែចូលតាមបង្អុយយ៉ាងស្ងប់ស្ងាត់ដូចជាអ្វីមួយដែលធ្វើការងាររបស់វាដោយគ្មានការចាប់អារម្មណ៍ចំពោះអ្វីដែលបានកើតឡើងយប់មុនខ្ញុំមិនបានដេកតែពេលពន្លឺមកដល់ខ្ញុំមានអារម្មណ៍ថាយប់បានដាច់ចេញពីខ្ញុំដូចជាស្រទាប់មួយដែលត្រូវបានដកចេញដោយគ្មានប៉ះពាល់អ្វីផ្សេងទៀតខ្ញុំអង្គុយលើគ្រែស្ដាប់តែភូមិមិនមានសំឡេងដែលគួរតែមាននៅព្រឹកឡើយខ្ញុំឈរឡើងដើរទៅកាន់ទ្វារសោនៅតែចាក់ដដែលខ្ញុំដោះសោបើកទ្វារយឺតខ្យល់ព្រឹកចូលមកត្រជាក់ស្អាតគ្មានអ្វីប្លែកផ្លូវទូលីនៅមុខផ្ទះមើលទៅដូចមុនគ្មានស្មាមជើងចម្លែកគ្មានអ្វីរំថយផ្ទះជិតខាងទាំងអស់ទ្វារបើកទូលាយដូចមិនមានអ្វីកើតឡើងម្ដាយនៅក្នុងផ្ទះកំពុងរៀបចំទឹកក្តៅសំឡេងចានប៉ះគ្នាស្រាលខ្ញុំសួរគាត់ថាយប់មិញមានអ្វីកើតឡើងទេគាត់មើលមុខខ្ញុំដូចជាមិនយល់ថាខ្ញុំសួរអំពីអ្វីអេយប់មិញស្ងប់ណាស់គាត់ឆ្លើយអង្គុយសម្រាកហើយគេងទៅខ្ញុំមិននិយាយបន្តខ្ញុំដើរចេញក្រៅមើលទៅផ្ទះអ្នកជិតខាងមនុស្សខ្លះកំពុងអង្គុយនៅមុខផ្ទះដូចព្រឹកធម្មតាខ្លះកាន់ប៉ែងតែខ្លះរៀបចំឥតមុខផ្ទះគ្មានមុខម៉ាត់ភ័យខ្លាចគ្មានការចង្អុលបង្ហាញតែមានអ្វីមួយខ្វះផ្ទះពូសេនទ្វារបើកតែគ្មានអ្នកអង្គុយលើជណ្ដាលដូចរាល់ថ្ងៃខ្ញុំគិតថាប្រហែលគាត់ចេញទៅទីផ្សារខ្ញុំដើរឆ្លងទៅផ្ទះបន្ទាប់ផ្ទះបើកតែខាងក្នុងស្ងាត់ពេកគ្មានសំឡេងចានគ្មានសំឡេងដង្ហើមខ្ញុំឈរនៅចុងឥដ្ឋសម្លឹងចូលក្នុងផ្ទះក្រែមានស្បែកក្រណាត់រៀបរាយមិនមានស្មាមថាគេភ្ញាក់លឿនចានបាយនៅលើតុមានអាហារមិនទាន់ញ៉ាំអស់ស្បែកជើងនៅជិតទ្វារដាក់ជីគូដូចជាមនុស្សដែលមានកម្រងត្រឡប់មុខវិញខ្ញុំចេញក្រៅវិញដោយមិនប៉ះអេខ្ញុំទៅផ្ទះបន្ទាប់វាដូចគ្នាផ្ទះខ្លះមិនមែនទាំងអស់មានភាពទំទេដូចគ្នាគ្មានស្មារបំផ្លាញគ្មានរឿងចម្លែកឲ្យឃើញគ្រាន់តែមនុស្សមិននៅទីនោះខ្ញុំចាប់ផ្ដើមរាប់មិនដោយចេតនាតែដោយអារម្មណ៍ផ្ទះដែលយប់មិនខ្ញុំឮសំឡេងនិយាយឥឡូវស្ងាត់ផ្ទះដែលឮសំឡេងទ្វារបើកកន្លះឥឡូវបើកទូលាយតែគ្មាននរណាខ្ញុំសួរអ្នកជិតខាងម្នាក់ពូសេនទៅណាគាត់មិនស្ទាក់ស្ទើរប្រហែលតែលេងសាច់ញាតិព្រឹកសំឡេងគាត់ធម្មតាមុខគាត់ធម្មតាគ្មានសំណួរតាមមកខ្ញុំសួរអ្នកផ្សេងទៀតចម្លើយដូចគ្នាទៅកន្លែងផ្សេងចេញពីព្រឹកអីគេធ្វើចឹងគ្មានអ្នកចូលផ្ទះមើលគ្មានអ្នកហៅឈ្មោះគ្មានអ្នកប្រមូលគ្នាវិភាសាវាមិនមែនជាការបដិសេធដោយសំឡេងខ្លាំងទេវាជាការបដិសេធដោយភាពស្ងប់ខ្ញុំត្រឡប់មកផ្ទះវិញអង្គុយលើជណ្ដាលពន្លឺព្រះអាទិត្យកើនឡើងធ្វើឲ្យភូមិភ្លឺតែចំនួនមនុស្សមិនគ្រប់ខ្ញុំអាចមានអារម្មណ៍បានដោយមិនចាំបាច់រាប់ជាក់លាក់វាជាចន្លោះនៅកន្លែងដែលគួរតែមានសំឡេងចន្លោះនៅកន្លែងដែលគួរតែមានមនុស្សខ្ញុំគិតអំពីយប់មិញសំឡេងជើងដែលរំលងផ្ទះមួយទ្វារដែលបិទកន្លះលំនាំដែលខូចព្រឹកនេះលទ្ធផលគឺជាចន្លោះស្ងាត់ទាំងនេះម្ដាយហៅខ្ញុំញ៉ាំបាយខ្ញុំអង្គុយញ៉ាំដូចជាព្រឹកធម្មតាខ្ញុំមើលមុខគាត់សំឡេងគាត់សកម្មភាពគាត់គ្មានអ្វីប្លែកខ្ញុំចង់សួរថាតើគាត់មិនសង្កេតឃើញអ្វីទេឬតែខ្ញុំដឹងថាសំណួរនោះនឹងមិនមានទីតាំងនៅក្នុងភូមិនេះទេព្រោះនៅទីនេះអ្វីដែលមិនត្រូវនិយាយគេមិននិយាយហើយអ្វីដែលមិនមានពាក្យគេធ្វើដូចជាមិនមានខ្ញុំដើរចេញទៅផ្លូវម្ដងទៀតភូមិនៅតែដំណើរការមនុស្សដែលនៅសល់បន្តរក់នៅ
ដូចជាអ្វីមួយបានកាត់ចេញដោយស្អាតពេកមិនទុកស្មាមខ្ញុំឈប់នៅមុខផ្ទះទំទេមួយហើយយល់ច្បាស់ជាលើកដំបូងនេះមិនមែនជាព្រឹកបន្ទាប់ពីគ្រោះថ្នាក់ទេវាជាព្រឹកបន្ទាប់ពីការកែប្រែដែលមិនមានអ្នកទទួលស្គាល់ថាវាបានកើតឡើង ខ្ញុំមិននៅភូមិនោះយូរទេបន្ទាប់ពីព្រឹកនោះមិនមែនដោយសារខ្ញុំភ័យឬមានអ្នកណាដេញខ្ញុំចេញទេតែព្រោះគ្មានអ្វីនៅទីនោះដែលត្រូវការខ្ញុំទៀតហើយឯកសារដែលខ្ញុំត្រឡប់មកដើម្បីដោះស្រាយត្រូវបានចុះហត្ថលេខារួចម្ដាយនិយាយថាខ្ញុំអាចត្រឡប់ទៅទីក្រុងវិញបានពេលណាក៏បានមុនចេញខ្ញុំដើរជុំវិញភូមិម្ដងទៀតមិនមែនដើម្បីស្វែងរកអ្វីថ្មីទេតែដើម្បីប្រកាសថាអ្វីដែលខ្ញុំបានឃើញមិនមែនជាការយល់ច្រឡំផ្ទះទំរេនៅតែទំរេទ្វារនៅតែបើកអ្នកដែលនៅសល់បន្តរស់នៅដោយស្ងប់ដូចជាភូមិមិនបានបាត់បង់អ្វីសោះគ្មានបញ្ជីឈ្មោះអ្នកបាត់បង់គ្មានការប្រមូលផ្ដុំគ្មានការសួរថាហេតុអ្វីវាមិនមែនជាការបំភ្លេចដោយអចេតនាវាជាការមិនទទួលស្គាល់ដោយចេតនាឬដោយទម្លាប់ខ្ញុំឈរនៅមុខផ្ទះមួយដែលយប់មុនខ្ញុំឮសំឡេងនិយាយហើយព្រឹកនេះមិនមានអ្នកណាខ្ញុំគិតថាប្រសិនបើខ្ញុំសួរមនុស្សនៅក្បែរថាអ្នកនៅផ្ទះនេះទៅណាចម្លើយនឹងដូចមុនទៅកន្លែងផ្សេងទៅលេងសាច់ញាតិចេញពីព្រឹកពាក្យទាំងនោះមិនមែនជាចម្លើយទេវាជាគម្របពេលខ្ញុំត្រៀមចេញពីភូមិម្ដាយឈរនៅមុខផ្ទះទ្វារពីក្រៅគាត់បើកពេលថ្ងៃគាត់មិនបិទទ្វារឡើយខ្ញុំមើលវាហើយមានអារម្មណ៍ថាទ្វារនោះមិនមែនសម្រាប់មនុស្សទៀតទេវាជាផ្នែកមួយនៃការរស់នៅខ្ញុំចង់និយាយអ្វីមួយមិនមែនដើម្បីព្រួងព្រីវែងទេខ្ញុំដឹងថាការព្រួងព្រីវែងមិនមានទីកន្លែងនៅទីនេះខ្ញុំចង់តែសួរថាម៉ែតែគេធ្លាប់បាត់បង់មនុស្សមុននេះទេតែពេលខ្ញុំមើលមុខគាត់ខ្ញុំយល់ថាសំណួរនោះបានសួររួចហើយមិនមែនដោយពាក្យតែដោយភាពស្ងប់ហើយចម្លើយក៏បានឆ្លើយរួចហើយដោយទម្លាប់ខ្ញុំមិនសួរខ្ញុំឡាយរថយន្តពេលវាចាប់ផ្ដើមចល័តចលខ្ញុំមើលតាមកញ្ចក់ក្រោយភូមិថយចេញយឺតផ្ទះឈើទ្វារបើកផ្លូវធូលីអ្វីមើលទៅធម្មតាគ្មានអ្វីបញ្ជាក់ថាកាលពីយប់មុនមានអ្វីមួយបាំងផ្លាស់ប្ដូរទាំងស្រុងនៅលើផ្លូវខ្ញុំចាប់ផ្ដើមយល់ច្បាស់ជាងមុនទម្លាប់បើកទ្វារមិនមែនជាការការពារទៀតទេប្រសិនបើវាធ្លាប់ការពារអ្វីមួយអ្វីនោះបាំងផ្លាស់ប្ដូរឬបាត់ទៅហើយអ្វីដែលនៅសល់គ្រាន់តែជារបៀបរស់នៅដែលបន្តដោយសារគ្មានអ្នកណាឈប់វាហេតុផលត្រូវបានបំភ្លេចទម្លាប់នៅតែមានហើយពេលទម្លាប់បន្តដោយគ្មានអ្វីការពារវាคล้ายទៅជារឿងគ្រោះថ្នាក់ខ្ញុំគិតអំពីយប់នោះអំពីការបិទទ្វាររបស់ខ្ញុំមិនបានរស់រានដោយសារតែខ្ញុំឆ្លាតឬក្លាហានទេខ្ញុំរស់រានដោយសារតែពេលវេលាប្រពន្ធខូចនៅយប់ដែលខ្ញុំមិនបានចូលរួមប្រសិនបើខ្ញុំត្រឡប់មកមុននេះមួយយប់ប្រសិនបើប្រពន្ធនៅដំណើរការល្អខ្ញុំប្រហែលមិននៅទីនេះទៀតទេការយល់ដឹងនោះធ្វើឲ្យខ្ញុំមិនស្រួលចិត្តឡើយវាធ្វើឲ្យខ្ញុំយល់ថាជីវិតនិងការបាត់បង់នៅភូមិនោះមិនពាក់ព័ន្ធនឹងសេចក្តីត្រឹមត្រូវឬកំហុសវាពាក់ព័ន្ធនឹងលំដាប់ហើយលំដាប់អាចខូចដោយគ្មានសញ្ញាខ្ញុំដឹងថាភូមិនោះនឹងបន្តបែកទ្វារមិនមែនព្រោះវាដំណើរការទៀតទេតែព្រោះគេមិនដឹងថាត្រូវធ្វើអ្វីផ្សេងមនុស្សនឹងបន្តបាត់បង់មិនមែនជាក្រុមមិនមែនជាព្រឹត្តិការណ៍ធំទេតែជាចន្លោះតូចដែលគេអាចបញ្យួនបានហើយពេលដែលមានអ្នកសង្កេតឃើញច្រើនពេកពេលចន្លោះមិនអាចមើលរំលងភូមិប្រហែលជានឹងរករបៀបថ្មីមួយមិនមែនដើម្បីដោះស្រាយអ្វីដែលកំពុងកើតឡើងទេតែដើម្បីរស់នៅវិស័យនោះខ្ញុំមិនត្រឡប់ទៅវិញទៀតទេមិនមែនព្រោះខ្ញុំភ័យទេតែព្រោះខ្ញុំដឹងថាវាមិនមានអ្វីឲ្យខ្ញុំជួយការយល់ដឹងមិនមានតម្លៃនៅកន្លែងដែលទម្លាប់លើសពីពិតយប់នោះមិនមែនជាលើកដំបូងដែលមានអ្នកបាត់បង់វាគ្រាន់តែជាលើកដំបូងដែលការបាត់បង់មិនបានសម្គាល់ហើយនៅកន្លែងដែលអ្វីអាចបាត់បង់ដោយគ្មានអ្នកណាមើលឃើញអ្វីនឹងបន្តបាត់បង់ដោយស្ងប់ដោយត្រជាក់ដោយគ្មានទីបញ្ចប់រឿងនេះមិនមានចម្លើយច្បាស់មិនមានការបកស្រាយ
នឹងមិនមានអ្នកណាដែលត្រូវស្ដីបន្ទោសអរគុណដែលបានស្ដាប់យប់នេះរហូតដល់ចប់បើអ្នកចូលចិត្តរឿងប្រភេទនេះសូមចុច Subscribe ហើយជួបគ្នាវិញនៅយប់បន្ត